ម្រោងសាងសង់ផ្លូវលឿនលឿនលើអាកាសតបភ្ជាប់ពីប្រលានយន្តហោះអន្តរជាតិតេជោមកកាន់រាជធានីភ្នំពេញគឺធ្លាប់មានប្រកាសជាផ្លូវការនៅក្នុងគម្រោងមេជា Master Plan របស់ក្រុមហ៊ុនអភិវឌ្ឍន៍ទោះជាយ៉ាងណាក៏ដោយសូមបែងចែកឲ្យច្បាស់រវាងគម្រោងដែលបានប្រកាសនិងអ្វីដែលបានកំពុងសាងសង់ជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះទី1គម្រោងផ្លូវលឿនលឿនលើអាកាសកាលពីឆ្នាំ2020ក្រុមហ៊ុន OCIC អ្នកអភិវឌ្ឍប្រលានថ្មីធ្លាប់បានបង្ហើបអំពីគម្រោងសាងសង់ផ្លូវលឿនលឿនលើអាកាសប្រវែងប្រហែល21គីឡូម៉ែត្រដែលក្រុងនឹងចំណាយថវិកាប្រហែល$400 លានប្លង់គម្រោងសាងសង់ជាស្ពានអាកាសវែងនេះគឺមានសសរផុតពីដីរត់ពីក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្សកាត់តាមផ្លូវ60ម៉ែត្ររហូតដល់ប្រលានយន្តហោះថ្មីតែម្ដងគោលបំណងគឺដើម្បីឲ្យអ្នកដំណើរអាចជិះរថយន្តទៅដល់ប្រលានដោយមិនមានការកកស្ទះជាមួយនឹងចរាចរណ៍ខាងក្រោម2ស្ថានភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះនៅឆ្នាំ2025មកដល់ទល់ពេលនេះមិនទាន់មានការសាងសង់ជា Skyway មួយ Skyway Online ទេដោយដែលគម្រោងដែលបានលើកឡើងខាងលើភ្លាមៗនោះទេប៉ុន្តែរាជរដ្ឋាភិបាលនិងក្រុមហ៊ុនបានបំបែកគម្រោងនេះទៅជាដំណាក់កាលដោយសាងសង់ជាស្ពានអាកាសកាត់ចំណុចប្រសពចំនួនវិញដើម្បីដោះស្រាយបញ្ហាជាបន្តស្ពានអាកាសមរតកដែលចូលក្បាលថ្នល់ថ្មីនេះត្រូវបានសាងសង់រួចរាល់ដើម្បីបង្ហូរចរាចរណ៍ពីទីក្រុងចូលទៅកាន់ផ្លូវ60ម៉ែត្រស្ពានអាកាសសម្ដេចទឹកដីហ៊ុនម៉ាណែតនៅចំណុចប្រសពផ្លូវ60ម៉ែត្រនិងផ្លូវជាតិលេខ2ផ្លូវគោកធំទូលាយផ្លូវតភ្ជាប់ថ្មីទំហំ60ម៉ែត្រនិងផ្លូវ Access Road ចូលប្រលានត្រូវបានប្រើប្រាស់ជាផ្លូវធំសម្រាប់ធ្វើដំណើរជំនួសឲ្យផ្លូវលើអាកាសពេញមួយខ្សែ3គម្រោងរថភ្លើង Rail Link ដែលជំនួស Skyway ថ្មីនេះរាជរដ្ឋាភិបាលហាក់បីដូចជាងាកទៅរកការសិក្សាលើគម្រោងរថភ្លើងធន់ស្រាលវិញឬក៏រថភ្លើងក្រោមដីការតភ្ជាប់ទៅប្រលានថ្មីនេះវិញដើម្បីមានប្រសិទ្ធភាពបានយូរអង្វែងមានការពិភាក្សាថាស្ថានីយ៍អាចនឹងតភ្ជាប់ពីផ្សារទំនើបពីអន3មានជ័យទៅកាន់ប្រលានគម្រោងនេះកំពុងស្ថិតនៅការសិក្សានៅឡើយទេសរុបសេចក្តីមកគម្រោង Skyway នេះបច្ចុប្បន្នវាត្រូវបានអនុវត្តទម្រង់ជាស្ពានអាកាសកាត់ផ្លូវបំបែកជាមួយនឹងផ្លូវគោកធំទូលាយសិនចំណែកឯផ្លូវដែលរត់លើអាកាសសុទ្ធពីក្រុងដល់ប្រលាននឹងអាចត្រូវជំនួសដោយគម្រោងរថភ្លើងឬក៏អាចសាងសង់នៅដំណាក់កាលពេលក្រោយដែលមានចរាចរណ៍ស្ទះកាន់តែចង្អៀតខ្លាំង